អោអ្នកក្លាប់ឃើញអ្វីអាក្រក់ណាស់ហើយដឹងថាគ្មានអារម្មណ៍នឹងជួយអ្នកទេអ៊ីម៉ាផាត់រដូវរងាឆ្នាំមុនខ្ញុំកំពុងដើរតាមផ្លូវទូតមួយក្នុងសួនច្បារមូលព្រិលស្ងាត់ឥតកុកគ្មានអារម្មណ៍ណាលើកលែងបែរសំឡេងយំខ្ញុំដើរតាមសំឡេងចូលទៅកន្លែងទំនេរនាងក្មេងស្រីម្នាក់ប្រហែលអាយុ12គាត់កំពុងយំជាប់នឹងបុរសម្នាក់ស្លៀកខោអាវធ្វើការគាត់កាន់កាត់ដេញនាងយ៉ាងតឹងជ្រុលខ្ញុំចូលចិត្តសួរថាអូនសុខសប្បាយទេនាងមិនឆ្លើយគ្រាន់តែសម្លឹងចូលភ្នែកខ្ញុំហើយនិយាយដោយហាត់ជួយខ្ញុំបុរសនោះញញឹមប្រៅថានាងជីដូនខ្លួនប្រៅថានាងតែងតែមានអាកប្បកិរិយាខុសបន្ទាប់មកដើរចេញលឿនជាមួយនាងខ្ញុំបានហៅប៉ូលីសរាយការណ៍អំពីខោអាវក្រុងហ៊ុនឡានពេលវេលាតែគ្មានករណីកុមារណាមួយដែលរាយការណ៍បាត់ខ្លួនឡើយគ្មានផ្លាកលេខត្រូវគ្នាគ្មានអ្វីទេតែខ្ញុំនៅតែឃើញនាងនឹងសួនច្បារគប់នៅប្រយោយសមមួយនឹងមាត់នាងនិយាយដោយម៉ាត់ជួយខ្ញុំ